ថ្ងៃនេះមកធ្វើនំចេកដុតលើកទី1ក្នុងឆាកជីវិតហើយបងប្អូនអើយប៉ុន្តែធ្វើលើកទី1បានជោគជ័យហើយឆ្ងាញ់ខ្លាំងមែនទែនហ្មងឡើងស្វមមិញនឹងខ្ញុំសរសើរមិនដាច់ពីមាត់ថាលើកក្រោយធ្វើញ៉ាំទៀតអូនឲ្យតែថារៀងស្រួលខ្លួនបន្តិចហ្នឹងគឺលពឹសដៃលពឹសជើងណាបងប្អូនហើយនឹងខ្ញុំនៅមិនដែលស្ងៀមទេបើនិយាយពីរឿងឈឺវិញគេឈឺ2អាទិត្យហើយតែបានធូរពេលទៅពេទ្យដាក់ថ្នាំត្រូវនឹងឯងមនុស្សធ្លាប់នៅមិនស្ងៀមបងប្អូនហើយធ្វើនេះធ្វើនោះរាល់ថ្ងៃដល់ទៅពេលឈឺគេនៅមកកន្លែងអញ្ចឹងមិនសុខមិនសាប់ទេអញ្ចឹងថ្ងៃនេះរៀងធូរបន្តិចទៅងើបមកធ្វើនំញ៉ាំជាដំបូងគេទៅរើចានរើឆ្នាំងសម្រាប់ដុតនំមកបងប្អូនមើលអាទំហំហ្នឹងតាដាក់ចូលក្នុង air fryer នឹងបានទំហំប៉ុណ្ណាអញ្ចឹងក៏ទៅយកអាចានណាមកល្មមដាក់បានហ្នឹងយកទៅដុតហ្នឹងនំនៅក្នុងហ្នឹងតាមពិតអាហ្វួរធំហ្នឹងក៏មានដែរបងប្អូនតែនឹងខ្ញុំអត់ដាក់ឯងព្រោះដុតនំតាន់បន្តិចកុំឲ្យវាស៊ីភ្លើងប្រើអាទូចនេះទៅចេកដែលទុំចូលបែបនេះបានឈ្ងុយហើយក៏អូបឆ្ងាញ់ពេលយកដុតធ្វើជានំបងប្អូនបើសិនជាបងប្អូនមានចេកចូលខ្លាំងអញ្ចឹងយកធ្វើនំឆ្ងាញ់មែនតែនអានឹងបានតអ្នកចូលចិត្តដែរណាបងប្អូនអ្នកអត់ចូលចិត្តចេកអានឹងរឿងផ្សេងនាងខ្ញុំប្រើចេកចំនួន3ផ្លែធំល្មមបើបងប្អូនអត់មានចេកដំបងនឹងទេបងប្អូនប្រើចេកណាំវ៉ាក៏បានចេកពងមាន់ក៏បានឬក៏ចេកអីក៏បានដែរដែលបងប្អូនយល់ថាបងប្អូនចូលចិត្តដាក់ទៅរួចហើយយើងចុចវាឲ្យបែកល្មួតចូលជាសាច់តែមួយណាបងប្អូនចាំយើងចាប់ផ្ដើមលាយម្សៅលាយគ្រឿងផ្សំផ្សេងទាំងអស់នេះជាគ្រឿងផ្សំធ្វើនំលម្អិតបងប្អូនបើបងប្អូនមើលអត់ទាន់ទេស្កប់វីដេអូថតទុកមើលណាតែនេះខ្ញុំចង់បញ្ជាក់បងប្អូនបន្តិចចំពោះម្សៅគឺយើងអាចប្រើខុសគ្នាអញ្ចឹងបងប្អូនអាចលោកលៃមើលតាមនឹងជួនកាលធ្វើនំទៅវាអត់ដូចគ្នាទាំងអស់ហើយបងប្អូនដោយសារគ្រឿងផ្សំខុសគ្នាហើយចំពោះវ៉ានីឡាបងប្អូនប្រើស្ករវ៉ានីឡាដូចនឹងខ្ញុំចេះក៏បានឬក៏បងប្អូនប្រើជាទឹកវ៉ានីឡាក៏បានដែរនឹងខ្ញុំប្រើប្រេងឆារៀងច្រើនបន្តិចដើម្បីធ្វើឲ្យនំវាទន់ណាបន្តមកទៀតនឹងខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោស្រស់ដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូនឹងអញ្ចឹងយើងកូរច្បល់វាចាកូរវឹកឲ្យគ្រឿងផ្សំហ្នឹងវារលាយសព្វចូលគ្នាជាសាច់តែមួយបែបនេះមករួចហើយចាំយើងចាថែមម្សៅចំពោះម្សៅបងប្អូនប្រើម្សៅមីក៏បានប្រើម្សៅធ្វើនំក៏បានដែរសំខាន់យើងរែងវាឲ្យអស់កំតិចកំទីណាបើមិនជានៅដុំពេលដែលយើងកូរនៅក្នុងនំហ្នឹងគឺនំយើងកន្លែងខ្លះវាដុំបងប្អូនអញ្ចឹងយើងរាយម្សៅហើយចាំយើងកូរបែបហ្នឹងគឺម្សៅយើងសព្វស្មើគ្នាល្អការធ្វើនំវាអត់ពិបាកធ្វើទេបើយើងមានជំនាញហើយយើងចេះច្បាស់នឹងធ្វើប៉ុន្តែបើយើងអត់មានជំនាញទេនំដុតអត់ល្អទេបងប្អូនអើយកកម្សៅដុំអត់ឆ្ងាញ់ផ្អែមឬក៏សាបពេកឬក៏អីអញ្ចឹងណាអញ្ចឹងបាននាងខ្ញុំរៀបរាប់គ្រឿងផ្សំលម្អិតហើយដោយសារថានាងខ្ញុំមានអាផ្លែនរនេះបងប្អូនដែលគេហៅផ្លែខួរក្បាលហ្នឹងណានាងខ្ញុំគៀបយកអាសាច់ពីក្នុងវាអូយផ្អែមឆ្ងាញ់ណាបងប្អូនយកដុតជាមួយនំគឺកាន់តែឈ្ងុយអាថ្មីស្រស់ខ្ញុំឆ្ងាញ់ខ្លាំងទិញពីផ្សារវាឆ្ងាញ់ដែរប៉ុន្តែវានៅតែចាញ់អារបស់យើងទៅរើសរបស់ធម្មជាតិមកបងប្អូនវាឈ្ងុយហើយឆ្ងាញ់ចម្លែកហើយផ្លែខួរក្បាលហ្នឹងល្អសម្រាប់សុខភាពណាស់វាមានជាតិប្រេងធម្មជាតិដែលជួយកលាក់ដៃកលាក់ជើងយើងកុំឲ្យឈឺចុករយសំខាន់ជាងគេអ្នកដែលគាត់ធ្វើរេស៊ីមអត់ចង់ធាត់ចង់ញ៉ាំអីឆាប់ឆ្អែតគឺញ៉ាំអាហ្នឹងឆាប់ឆ្អែតឆាប់ឆ្អែតហើយឆ្អែតបានយូរទៀតបងប្អូនអាហ្នឹងគ្រាប់ហ្នឹងល្អសម្រាប់សុខភាពខ្លាំងណាសម្រាប់ topic ផ្សេងបងប្អូនអាចបដូរទៅតាមការចូលចិត្តបានណាដូចនឹងខ្ញុំដាក់ផ្លែនរដែលគេហៅតែផ្លែខួរក្បាលហ្នឹងតែបើបងប្អូនចង់ដាក់ផ្លែ almond ឬក៏ដាក់ផ្លែ pista អីតាមការចូលចិត្តទៀតហើយនឹងខ្ញុំក៏បន្ថែមជាមួយនឹងចាគ្រាប់ផ្សេងបងប្អូនមានសពគ្រប់តែម្ដងហើយមានតាពាំងបញ្ជូរដែរនឹងខ្ញុំដាក់ចូលទៅក្នុងម្សៅមិញហ្នឹងកូរវឹកគ្នាទៅណាបងប្អូនឲ្យវាចូលគ្នាហើយនឹងខ្ញុំមកបុកគ្រាប់នេះដាក់រោយពីលើអាគ្រាប់ហ្នឹងនឹងខ្ញុំដាក់មានច្រើនមុខមាន almond មាន pista ហើយមានផ្លែខួរក្បាលមិញហ្នឹងបងប្អូនបុកវាបែកតិចណាហើយចាំយើងយករោយលើនំអូយនឹងខ្ញុំចូលចិត្តណាបងប្អូនអើយឈ្ងុយហើយឆ្ងាញ់ពេលតែទិញគេញ៉ាំឆ្ងាញ់ណាហើយដល់ពេលដុតខ្លួនឯងកាន់តែឆ្ងាញ់ទៀតសំខាន់នៅពីក្នុងនឹងខ្ញុំមានលាយគ្រាប់តាពាំងបាយជូរក្រៀមចាដល់ពេលដុតហើយកាត់យកមកញ៉ាំទៅអូឆ្ងាញ់ខ្លាំងណាបងប្អូនឥឡូវចាក់ម្សៅចូលទៅក្នុងចានមួយទៅហើយបន្ទាប់មកនឹងខ្ញុំជូតឲ្យលាក់វាឲ្យស្មើសិនណាបងប្អូនរួចហើយចាំរោយអាគ្រាប់ធនជាតិនឹងពីលើយកទៅដាក់ដុតនិយាយរួមថ្ងៃនេះដុតនំលើកទី1បងប្អូនធ្លាប់តែទិញគេញ៉ាំទេតែដល់ពេលមកដុតខ្លួនឯងអូយឆ្ងាញ់មហាសែនឆ្ងាញ់ចំពោះកម្ដៅភ្លើងនាងខ្ញុំប្រើភ្លើង140ហើយដុតរយៈពេលកន្លះម៉ោងតែវាអាស្រ័យលើ air fryer បងប្អូនដែរវាពិបាកណាស់បងប្អូនអើយអញ្ចឹងបានថានាងខ្ញុំបង្ហាញនេះគឺរបៀបនាងខ្ញុំធ្វើតែបើសិនជាឧបករណ៍បងប្អូនចក្រានចានឆ្នាំងម្សៅអីយើងធ្វើតាមនឹងទៀតណាបងប្អូនព្រោះអាគ្រឿងផ្សំចក្រានចានឆ្នាំងអីវាខុសគ្នាបងប្អូនអើយពិបាកណាស់នេះឥឡូវនំចេកដុតនាងខ្ញុំឆ្អិនរួចរាល់ហើយបងប្អូនអើយឈ្ងុយឡើងផ្អើលភូមិហើយនាងខ្ញុំត្រូវការអានេះវែកសម្រាប់ជោគនំហ្នឹងអាតប៉ែតហ្នឹងយើងជាវាអញ្ចឹងមករួចហើយបានយើងបកអាសបកនំហ្នឹងហើយយកមកដាក់លើចានមកដើម្បីកាត់អូយបងប្អូនហើយគ្រាន់តែឃើញប៉ុណ្ណឹងតំណងអត់ឈ្ងុយហើយឆ្ងាញ់ខ្លាំងហ្មងនឹងខ្ញុំអត់នឹកស្មានថាវាឆ្ងាញ់ដល់ថ្នាក់ហ្នឹងឯនេះ
អាយ៉ាដល់ពេលចេះធ្វើខ្លួនឯងចឹងទៅមានទេបងប្អូនអើយចង់ញ៉ាំនំអីផ្សេងធ្វើខ្លួនឯងនឹងឯងបើកូនស្រីនឹងខ្ញុំធ្វើញ៉ាំរហូតនំចេកនឹងហើយចូលចិត្តណាស់កូនស្រីនឹងខ្ញុំចាំមើលធ្វើនៅល្ងាចនឹងមុខតមកញ៉ាំអស់ហើយឆ្ងាញ់មែនបងប្អូនដុតខ្លួនឯងក្តៅថ្មីភ្លាមចឹងវាស្រួយហើយទន់ពីក្នុងឈ្ងុយហើយឆ្ងាញ់ចម្លែកឆ្ងាញ់ជាងទិញគេដុតនំពីរោងចក្របងប្អូនដល់ពេលអញ្ចឹងវាអត់ឆ្ងាញ់ដូចយើងធ្វើដៃភ្លាមចេះទេក៏ប៉ុន្តែបើនំតាមហាងនំប៉័ងគេហៅថានំប៉័ងធ្វើដោយដៃអាហ្នឹងមាននំមានអីចឹងគេធ្វើឆ្ងាញ់ដែរបងប្អូនឆ្ងាញ់ដូចតែយើងធ្វើនឹងផ្ទះអញ្ចឹងតែបើនំទិញនឹងផ្សារគេហៅនំរោងចក្រម្សៅកកម្សៅអីលាយហ្នឹងវាខុសពីយើងអញ្ចឹងវាអត់ឆ្ងាញ់ដូចយើងធ្វើខ្លួនឯងទេឈ្ងុយនឹងទ្រាំមិនបានទេបងប្អូនអើយថាញ៉ាំបាយល្ងាចហើយបានញ៉ាំឥឡូវអត់ទេភ្លក់ម្ដុំបង្ហាញបងប្អូនត្មងទៅក្តៅហុយហើយទុនឈ្ងុយស្រួយពីក្រៅទុនពីក្នុងបងប្អូនឃើញទេមើលសពទៅដូចនំងៅយីងមិនទេបងប្អូនអើយឆ្ងាញ់ខ្លាំងណាស់ធំឈ្ងុយចេកផងធំឈ្ងុយគ្រាប់ធនជាតិផងធំឈ្ងុយត្រពាំងម្ជូរផងម្សៅផងពងមាន់ផងវ៉ានីឡាផងអូយនិយាយពីថាឈ្ងុយនេះឈ្ងុយចម្លែកបងប្អូនកុំភ្លេចសាកល្បងធ្វើញ៉ាំណាឆ្ងាញ់ណានេះបងប្អូនអូយនិយាយពីឈ្ងុយដុតបដាហិតក្លិនបដាឈ្ងុយពេញផ្ទះហ្មងណាគ្រាន់តែថាជាពីឈឺភ្លាមរៀងស្រួលខ្លួនងើបមកធ្វើញ៉ាំហ្មងបងប្អូនដល់ពេលយើងរៀងស្រួលខ្លួនទៅឃ្លានពេលឈឺអត់ឃ្លានទេបងប្អូនអើយដល់ទៅពេលជាគឺថាឃ្លានហ្មងនេះឲ្យតែមានកម្លាំងនឹងខ្ញុំគឺធ្វើនេះធ្វើនោះសពគ្រប់ណាស់តែឈឺទៅគេនៅមួយកន្លែងតែថាមានកម្លាំងគឺងើបឲ្យបងប្អូនអត់ស្ងៀមទេអូយឈ្ងុយហ៎បងប្អូនអើយបានម្ដុំនេះហើយញ៉ាំជាមួយតែក្តៅគឺថាអែមស្រែហ្មងឆ្ងាញ់ខ្លាំងនេះអូយលំហុយផ្សែងទុនពីក្នុងស្រួយពីក្រៅអត់នឹកស្មានថាឆ្ងាញ់ដល់ម្លឹងអាធ្វើថ្មីខ្លួនឯងចេះឈ្ងុយហើយឆ្ងាញ់ខ្លាំងមែនតើហ្មងបងប្អូនម៉មអត់ផ្អែមវាមានរសជាតិឡំផ្អែមឡំចេញពីចេកហើយញ៉ាំទៅប៉ះក្របធនជាតិទៅឆ្ងាញ់ណាស់ទុនបងប្អូនអ្នកទុនអានេះអត់ទាន់ស្ងួតវានៅក្តៅដល់ពេលវាត្រជាក់ទៅវាកាន់តែស្ងួតជាងហ្នឹងបាននំយើងវាកាន់តែឡងគេហៅទុនឡងអានេះទុនរៀងបន្តិចព្រោះវានៅក្តៅពេកឆ្ងាញ់ណាស់រមួតយកនំទៅឲ្យប្តីសាកចាំមើលគាត់និយាយថាម៉េចសាកនំមើលនំពុនធ្វើសាកមើលធំណាកាត់យកនំទុយមួយទៅញ៉ាំមើលឆ្ងាញ់អត់ឆ្ងាញ់ទេឆ្ងាញ់ក្តៅស្រួយពីក្រៅទុនពីក្នុងឆ្ងាញ់ញ៉ាំមួយតែឆ្ងាញ់អានោះប៉កែឆ្ងាញ់មែនដាក់ន័រទៀតណាហ្នឹងហើយមិនឆ្ងាញ់ទៀតហ្នឹងហើយឈ្ងុយអូនញ៉ាំអស់ពីរដុំធំឆ្ងាញ់ពេកស្វាមីនាងខ្ញុំញ៉ាំអស់ពីរដុំកន្លះបងប្អូនអើយហើយពីរដុំកន្លះហ្នឹងធំទៀតមិនទូចទេណាដំបូងថាភ្លក់តាមបន្តិចទេដល់ពេលញ៉ាំទៅជក់មាត់ឆ្ងាញ់មានណាម្ដុំហើយម្ដុំទៀតនំចេកហ្នឹងបងប្អូនយកចំហុយក៏បានដែរណាប៉ុន្តែដុតវាឈ្ងុយជាងឥឡូវនេះរួចរាល់ហើយនាងខ្ញុំចាប់ទុកឲ្យកូនស្រីនាងខ្ញុំខ្លះកូនស្រីនាងខ្ញុំជួយចិត្តខ្លាំងណាស់នំហ្នឹង